សួស្តីបងប្អូននៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់គ្នាបាទបន្ទាប់ពីជុំបិណ្ឌបាទបានបញ្ចប់ទៅបាទកាសធាតុហាក់ដូចជាមានពន្លឺកាំរស្មីចែងចាំងលើដែនផុសសុភាបាទហើយជាមិនយូរប្រហែលនេះមេឃនឹងរាំងដងបន្តិចបាទរយៈនេះគឺភ្លៀងដល់កទឹកឡើងក៏នេះហើយបាទចង់លិចកញ្ចក់បាទប៉ំបាទស្ថិតនៅក្នុងពុញឋានចំណត់ឈប់សម្រាកស្ទឹងព្រៃប្រោះបាទនេះក្បូនបេះដូងបាទរងឲ្យថតតែនិយាយពីគោតែថ្ងៃនេះបង្ហាញទេសភាពបាទនៅលើផ្ទៃបឹងស្ទឹងព្រៃប្រោះបាទទឹកឡើងខ្លាំងបាទចង់លេចកញ្ចក់ហើយប៉ំសល់តែមួយទឹកពីរទឹកទេបាទឡើងទៀតគឺថាចប់លិចចុះហើយនៅប៉ំបាទនេះបងប្អូននេះសិតតែស្មៅតែម្ដងស្មៅបាទហើយស្ងាយបាទគូស៊ីអាចតែក៏វាគ្រាន់ជាងអត់មានដែរបាទគូខ្ញុំមើលទៅទិញនៅរូបក្នុងស្មៅស្ងាយហ្នឹងបាទតែគូបងប្អូនខ្ញុំមិនដឹងទេសម្រាប់គូខ្ញុំគឺដាក់បាហើយវាលែងរៀកហើយបាទធម្មតានេះខ្លះគេថាគោឲ្យស៊ីស្មៅស្ងាយវាស្គមបាទស្គមនេះសាវរីអាចខ្លាំងតែបើគោខ្លះវាមិនរៀកដូចគោខ្ញុំអត់រៀកដាក់បាហើយអត់រៀកវាអត់អីដែរវាឡើងសាច់ដែរឡើងសាច់បាទក្នុងស្មៅស្ងាយមួយថ្ងៃជ្រូតតកន្លះម៉ោងរួចមួយថ្ងៃបើងាកចំណាយពេលតែ1ម៉ោងជាងស៊ីបាន2ថ្ងៃ3ថ្ងៃបាទដោយសារយើងជ្រូតបានច្រើនតែច្រើនពេកគូស៊ីមិនអស់ស្មៅវាឡើងពណ៌ក្រហមពណ៌លឿងគួរចង់ស៊ីទេធំក្លិនចូលល្អជ្រូតឲ្យស៊ីតែថ្ងៃបាទកុំឲ្យសល់ច្រើនថ្ងៃវាខូចស្មៅវាគួរចង់ស៊ីជួបបាន2ថ្ងៃបាទមុនថ្ងៃលិចអីជួបបានតែដល់យប់អីកាលមុនជួបយប់ជាញើសដែរបាទនៅស្រុកកំពង់ធំនេះអាចមានបាទមានពួកនឹងទឹកអញ្ចឹងយើងខ្ញុំខ្លាចដែរយប់ឡើងមួយថ្ងៃជួបបានមានក្តារមកទូកមកដាក់ក្តារលើជន់លើស្មៅបាទស្មៅដុះលើទឹកក្តារមកដល់ឆ្លងតាមក្តារពីរផ្ទះគ្រប់បាត់ឆ្លងពីមួយទៅមួយជ្រោតនេះអស់ដាក់បោះក្តារមួយទៅមុខជន់មុខចូលដល់មុខអស់ទាញក្តារក្រោយបោះទៅមុខទៀតបាទបោះរហូតបង្ហាញទេសភាពបងប្អូនបាទមួយថ្ងៃនេះ Vivo ដល់ភ្ញៀវច្រើនបាទច្រើនមែនទែនបាទលើជុំបិណ្ឌនេះភ្ញៀវបាក់ទឹកបាក់ដីតែម្ដងបាទទឹកថ្លាល្អណាស់បាទលំឡើងចេះតែមានភ្ញៀវទេបាទតិចទៀតបានចូលណែនតែអត់តន់អស់ណាកុំស៊ូលទេបាទនៅភ្ញៀវច្រើនណាស់បាទថតក្នុងហាងឲ្យបងប្អូនមើលបន្តិចបាទរៀបចំទូទឹករៀបចំត្រៀមចានឆ្នាំងបាទស្អាតច្រើនបាទនេះបាទស្អាតនេះខោលហើយជង្គង់បាទនេះស្អាតពងលៀងចានបាទនេះខោលហើយជង្គង់បាទស្ទាយ2025ដកភីវនៅនេះដឹងទេ
បាទសូមអរគុណសូមជម្រាបលាបាទ